ខ្ញុំចាំតែភូមិខ្ញុំភូមិព្រៃតឹងគឺចឹងហើយបងប្អូនណែបងប្អូនហេយាយស្ដាយទៅឡើយមួយឈ្មោះគឺមួយថងណាបងប្អូនមួយឈ្មោះមួយថងតែបានតែពេលព្រឹកទេបងប្អូនតែល្ងាចមកហូបធម្មតាមានហើយពីម៉ោង9 10ឡើងមានហើយហូបទទួលហើយល្ងាចខ្ញុំទទួលវាធម្មតាតែព្រឹកបានមានសាច់ស្រស់ចឹងបាទល្ងាចយើងមានកម្មវិធីមហូប4 5មុខទៀតតែព្រឹកគឺបងប្អូនមកចឹងគឺខ្ញុំចងឲ្យ1គីឡូ1គីឡូតែម្ដងបាទចំណងដៃបានលេងបាន100មើលមីងពូរៀងកាយយើងមើលកូនចាស់ស្វាយរៀងគឺអញ្ចឹងហើយណាស្វាយរៀងបាទបងប្អូនស្វាយរៀងបាទខេត្តដតីដោយខេត្តខ្ញុំទេបងប្អូនបាទសួស្តីបងប្អូនខាងខេត្តស្វាយរៀងយើងទាំងអស់គ្នាបងប្អូននេះបាទដោយបងប្អូនឃើញខាងដើមវីដេអូអញ្ចឹងបងប្អូនហ្នឹងហើយខ្ញុំចង់សួរបងប្អូនដែលនៅខេត្តមិនមែនខេត្តស្វាយរៀងខេត្តនានាដោយខេត្តខ្ញុំអត់បងប្អូនសម្រាប់ខេត្តខ្ញុំភូមិព្រៃតឹងឃុំសម្បួរស្រុកស្វាយទាបខេត្តស្វាយរៀងគឺប្រពៃណីខាងខ្ញុំគឺបែបហ្នឹងបងប្អូនដោយសារខាងខ្ញុំនេះគឺថាមានការចងដៃនិងទទួលបានសាច់ស្រស់ទៅធ្វើម្ហូបពេលល្ងាចដោយសារពេលខ្លះបងប្អូនយើងគាត់រវល់ការងារអញ្ចឹងណាល្ងាចគាត់អត់បានមកហូបមកអីអញ្ចឹងគាត់ចងដៃពេលព្រឹកទៅហើយបាទដើម្បីយកសាច់ស្រស់ទៅធ្វើម្ហូបជូនកូនជូនប្តីជូនប្រពន្ធហូបអញ្ចឹងណាហើយនៅប្រពៃណីខាងខ្ញុំមួយទៀតថាមានរវល់អីគឺបងប្អូនយើងមកជួយគ្នាស្រស់ណាស់បងប្អូនហើយនេះហើយបងប្អូនយើងមកជួយអញ្ចឹងពេលព្រឹកអត់មានអីទេបងប្អូនហើយក្រៅពីបបរពោះជ្រូកអីអញ្ចឹងណាឲ្យគាត់ហូបមានកម្លាំងដើម្បីជួយធ្វើការងារគ្នាបន្តទៀតឡៃតែរៀបរាប់ភ្លេចប្រាប់មុខម្ហូបបងប្អូននេះមួយកម្មវិធីនេះគេមានមុខម្ហូបដូចជាស៊ុបប្រសិទ្ធសត្រីក្រហមចំហុយនិងមានសាច់លីងជ្រក់សណ្ដែកគោឡើងភ្នំបងប្អូនហ្នឹងហើយអញ្ចឹងមានច្រើនមុខទៀតបងប្អូនដែលរៀបរាប់អត់អស់អញ្ចឹងបង្វែរអារម្មណ៍បងប្អូនទៅទស្សនាសកម្មភាពដែលបងប្អូនយើងជួយគ្នាបងប្អូននេះយាយព្រឹកឡើងគឺការងារចែកគ្នាដាច់យាយគាត់ខាងបន្លែខាងបកាអញ្ចឹងជួយគ្នាបងប្អូនឃើញទេឃើញស្រាប់ហើយដូចក្នុងវីដេអូប្រុសកាប់សាច់អញ្ចឹងណាហ្នឹងហើយជួយគ្នាណាបងប្អូនហើយខាងខ្ញុំគឺឲ្យតែមានរវល់អីគឺថាជួយគ្នាស្រុកណានេះខាងបងមីងនេះគឺបងប្អូននេះគាត់ហាន់ម្ហូបអញ្ចឹងទៅហ្នឹងហើយចែកការងារធ្វើបាទនេះដូចជាបងប្រុសប្រុសនេះគឺគាត់លាងត្រីអញ្ចឹងទៅគឺថាចែកការងារគ្នាធ្វើស្រុកណាបងប្អូនហើយហ្នឹងហើយដូចបងចុងភៅនេះគាត់សំគ្រឿងហើយនេះត្រីចំហុយបងប្អូនត្រីចំហុយខាងខ្ញុំគឺចុងភៅដឹងធ្វើឲ្យមកអែមមកគឺថាចាប់ចិត្តហ្មងបងប្អូនបានភ្លក់គឺថាដឹងថារសជាតិមិនអាចបំភ្លេចបានណាបងប្អូនហ្នឹងគឺត្រីចំហុយបងប្អូនត្រីចំហុយត្រីក្រហមចំហុយនេះគោឡើងភ្នំយើងធ្វើសាច់គោឡើងភ្នំអញ្ចឹងនេះកម្មវិធីនេះគឺថាថឹកសន្ធាប់ណាស់គឺមហូបបបោបងប្អូនហើយនេះគឺថាមើលតែសកម្មភាពទៅបងប្អូនយើងជួយសស្រះសស្រែងណាបងប្អូនហើយជួយគ្នាណាមិនថាយើងជួលចុងភៅហើយមិនដាក់បន្ទុកទៅលើបងចុងភៅទេគឺថាយើងជួយគ្នាបើមិនជួយគ្នាចឹងទេការងារកម្មវិធីហ្នឹងគឺទៅមុខអត់រួចទេអញ្ចឹងយើងមានការជួយគ្នាណាខាងខ្ញុំហើយយកខាងបងប្អូននៅខាងភូមិស្រុកនានាដោយខាងខ្ញុំអត់បាទគឺខាងខ្ញុំគឺបែបហ្នឹងបងប្អូននេះហ្នឹងបងចុងភៅនេះបងចុងភៅត្រូវការគាត់អីអាចតាក់ទងបានហ្នឹងហើយគឺគាត់ទទួលមិនមែនជួលលក្ខណៈជួលតុកដាច់ដូចគេទេគាត់ថាគាត់អាចទៅធ្វើជាចុងភៅកំណត់មុខម្ហូបអីគ្រឿងក្រៅជូនបងប្អូនបានតាមបងប្អូនចាស់ផ្ទះគាត់កំងអញ្ចឹងណាហ្នឹងហើយនេះគឺសាច់គោគឺថ្លឹង1គីឡូបាទនេះដាក់ស្មើគ្នាគោឡើងភ្នំបងប្អូននេះហើយបានម្នាក់ដែរបងប្អូនគឺបងដៃតូលនោះគឺថាជំនាញហើយខាងកូនក្បិតកូនអីដល់ជាប់បងចុងភៅហ្នឹងហើយគាត់ដាក់ក្នុងតកនេះដាក់ធុងតកអញ្ចឹងមកយើងវាយតកដាក់ដើម្បីឲ្យកុំឲ្យខូចសាច់បងប្អូនហើយសម្រាប់នេះគឺគេហៅសាច់លេងបងប្អូនជួសសណ្ដែកហើយគាត់កំពុងតែលេងសាច់បងប្អូនថារាមសាច់ហ្នឹងហើយនេះអ្វីដែលយើងទទួលបានគឺបែបនេះបងប្អូនហ្នឹងហើយកុំភ្លេចមកចូលរួមទាំងអស់គ្នាបងប្អូនខាងខេត្តស្វាយរៀងយើងបើមិនថ្មីមិនប្លែកមិនថាអ្នកខាងខេត្តស្វាយរៀងទេបងប្អូនតោះហ្នឹងហើយកុំភ្លេចមកហូបទាំងអស់គ្នាហើយតាមរយៈវីដេអូនេះសូមផ្ញើជូនបងប្អូនទាំងអស់ដែលបានទស្សនាវីដេអូនេះពីដើមដល់ចប់បាទសូមអរគុណសូមជម្រាបលាជួបគ្នាវីដេអូក្រោយ